រៀបសួរខ្ញុំឈ្មោះយៀបអេងវិជ្ជណាជាមន្ត្រីទទួលបន្ទុកផ្នែកគោលការណ៍ការពារកំពីកុមារនិងជនងាយរងគ្រោះនៃអង្គការកណាបាត់ដំបងនៅក្នុងគោលបំណងរបស់គោលការណ៍ការពារកំពីកុមារនិងជនងាយរងគ្រោះនេះគឺយើងមានគោលបំណងដើម្បីចូលរួមក្នុងការគ្រប់គ្រងការពារកុមារនិងប្រឆាំងនៅទម្រង់ការរំលោភបំពាននិងអាជីវកម្មផ្សេងៗដែលធ្វើឡើងកើតឡើងគ្រប់ប្រភេទនៅលើកុមារនិងជនងាយរងគ្រោះជៀសវាងនៅក្នុងការមានការរំលោភបំពានផ្សេងៗនៅក្នុងស្ថាប័នរបស់យើងដែរហើយក៏ដើម្បីផ្ដល់នៅក្របខ័ណ្ឌមួយសម្រាប់គ្រប់ការគ្រប់គ្រងហានិភ័យនៃការរំលោភបំពានលើកុមារឬដោយបុគ្គលិកឬក៏បុគ្គលដែលធ្វើការពាក់ព័ន្ធជាមួយនឹងកុមារនិងជនងាយរងគ្រោះនៅក្នុងស្ថាប័នហើយក្នុងកម្មវិធីនេះដែរយើងក៏បានមានវគ្គបណ្ដុះបណ្ដាលជាមួយនឹងបុគ្គលិកគ្រប់គម្រោងផងដែរដើម្បីឲ្យពួកគាត់ដែលជាបុគ្គលិកនៃអង្គការកណាបានយល់ដឹងអំពីសិទ្ធិអំពីច្បាប់នៃការការពារនិងជនងាយរងគ្រោះក៏ដូចជាឲ្យបុគ្គលិកទាំងអស់គាត់បានមានជាភាសាក៏ដូចជាសកម្មភាពដែលធ្វើជាមួយនឹងកុមារក៏ដូចជាជនងាយរងគ្រោះនៅតាមសកម្មភាពក្នុងសហគមន៍របស់គម្រោងនីមួយៗដោយរក្សានៅភាសាដែលសមរម្យសកម្មភាពឬទង្វើដែលមិនប៉ះពាល់នឹងការរំលោភបំពានទៅលើកុមារក៏ដូចជាជនងាយរងគ្រោះដែរហើយក៏ដូចឲ្យគាត់បានយល់ដឹងឲ្យកាន់តែច្បាស់នៅថានៅចំណុចអ្វីដែលគួរធ្វើនិងចំណុចអ្វីដែលមិនគួរធ្វើចំពោះកុមារនិងជនងាយរងគ្រោះដែលពួកគាត់បានចុះទៅដល់ក្នុងសហគមន៍ផ្ទាល់ក៏ដូចជាឲ្យពួកគាត់បានរៀនយល់ដឹងនិងបានសិក្សាបន្តពីខ្ញុំបានចែករំលែកអំពីគោលការណ៍ការពារកុមារនិងជនងាយរងគ្រោះដើម្បីឲ្យពួកគាត់ចុះទៅក្នុងសហគមន៍ផ្សព្វផ្សាយបន្តនិងជួយកំពារនិងការពារនិងប្រឆាំងនឹងការរំលោភបំពាននៅសកម្មភាពផ្សេងៗនៅក្នុងសហគមន៍របស់ពួកគាត់ពេលចប់វគ្គបណ្ដុះបណ្ដាលកិច្ចគាំពារកុមារដែលយើងផ្ដោតទៅក្នុងសហគមន៍ហ្នឹងគឺយើងបានទទួលការយល់ដឹងច្រើនទាក់ទងទៅនឹងការរំលោភបំពានលើកុមារហើយនឹងជនងាយរងគ្រោះនៅក្នុងសហគមន៍ការជួយដល់កុមារដែលងាយរងគ្រោះការឲ្យកុមារចូលរួមក្នុងការបញ្ចេញមតិការចូលរួមឲ្យកុមារទទួលបានការសិក្សាល្អនិងជួយឲ្យគាត់ចេះការពារខ្លួនឯងនៅការរំលោភបំពានផ្សេងៗឧទាហរណ៍ទី1ការរំលោភបំពានដោយការមើលងាយការនិយាយស្ដីជេរប្រមាថការរំលោភបំពានដោយការរំលោភបំពានលើរាងកាយផងគាត់អ្វីដែលយើងគួរធ្វើទៅលើកុមារនិងជនងាយរងគ្រោះគឺជួយជំរុញនិងលើកទឹកចិត្តទៅដល់កុមារផ្ដល់ឱកាសឲ្យគាត់អាចចូលរួមនៅក្នុងសង្គមលើកទឹកចិត្តគ្រួសារនៅក្នុងការថែទាំទៅលើកុមារដល់ឱកាសឲ្យពួកគាត់អាចចូលរួមទៅសាលារៀនអ្វីដែលយើងមិនគួរធ្វើទៅលើកុមារគឺមិនត្រូវថតកុមារនិងជនងាយរងគ្រោះដោយមិនបានការអនុញ្ញាតពីក្រុមគ្រួសារឬអាណាព្យាបាលក្រោយពីសិក្សាហើយវគ្គ2នេះធ្វើឲ្យយើងយល់ដឹងអំពីដំណោះស្រាយបណ្ដឹងនៅក្នុងសហគមន៍ហើយក៏យើងមានវិធីសាស្ត្រក្នុងការជួយដល់គ្រួសារជនពិការឬក៏គ្រួសារងាយរងគ្រោះនឹងឲ្យបានទាន់ពេលវេលាហើយយើងធ្វើឲ្យយើងដឹងថាតើយើងត្រូវមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីជួយទៅលើពួកគាត់ដែលកំពុងតែជួបបញ្ហានៅក្នុងគ្រួសារក៏ដូចជានៅក្នុងសហគមន៍មានវគ្គបណ្ដុះបណ្ដាលនៅថ្ងៃនេះនាងខ្ញុំមានអារម្មណ៍សប្បាយរីករាយដោយសារមានការចែករំលែកពីវគ្គសិក្ខាសាលាដែលខ្ញុំជាអាណាព្យាបាលពីមុនមកខ្ញុំមិនអាចដឹងទេទី1ការចូលរៀននៅថ្ងៃនេះគឺយើងបានទទួលនៅការយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកុមារងាយរងគ្រោះហើយតើយើងគួរតែសហការជាមួយអ្នកណាដឹងពីព័ត៌មានចែករំលែកព័ត៌មានជាច្រើនពីអង្គការកណាបាត់ដំបងនាងខ្ញុំនឹងផ្សព្វផ្សាយវគ្គបណ្ដុះបណ្ដាលនេះគឺជូនទៅដល់អាណាព្យាបាលឬក៏ដូចជានៅក្នុងសហគមន៍ទូទៅដែលឲ្យគាត់យល់ដឹងអំពីសិទ្ធិឬក៏ការការពារកុមារចាស់ជរានិងការរបៀបនៃការរាយការណ៍ផ្សេងៗមកកាន់អាជ្ញាធរផងដែរសប្តាហ៍ថ្ងៃនេះគឺយើងព្យាយាមបញ្យល់ដូចជាការណែនាំដល់ម៉ែទាំងអស់ដែលគាត់បានមកចូលរួមសិក្សានៅក្នុងសាលាថ្នាក់សមាហរណកម្មហើយតែងតែបញ្យល់ណែនាំអំពីការរំលោភបំពានផ្សេងនៅក្នុងសហគមន៍ហើយនឹងមេត្តាឲ្យពួកគាត់និយាយរួមទៅគឺយើងណែនាំឲ្យពួកគាត់នឹងបើសិនណាបើមានការរំលោភបំពានឬក៏អំពើហិង្សាផ្សេងនៅក្នុងសហគមន៍សូមកុំឲ្យពួកគាត់ព្យាយាមលាក់សូមឲ្យពួកគាត់ជួយរាយការណ៍មកខាងលោកគ្រូអ្នកគ្រូក៏ដូចជាអាជ្ញាធរដែនដីលទ្ធផលដែលយើងទទួលបានបន្ទាប់ពីខ្ញុំបានចុះទៅដល់ក្នុងសហគមន៍ក៏ដូចជាតាមគម្រោងផ្សេងៗនៅក្នុងអង្គការគឺយើងបានទទួលឃើញថា
នៅតាមសាលាឬក៏តាមសហគមន៍ដែលគម្រោងនីមួយៗគាត់បានធ្វើការជាមួយយើងបានឃើញថាគាត់ទទួលបានលទ្ធផលនៃការយល់ដឹងអំពីច្បាប់នៃសិទ្ធិកុមារនិងជនងាយរងគ្រោះហើយគាត់បានយល់កាន់តែច្បាស់ថានៅទង្វើឬក៏សកម្មភាពណាដែលគាត់គួរធ្វើចំពោះកុមារនិងជនងាយរងគ្រោះនិងទង្វើដែលមិនគួរធ្វើហើយនឹងគាត់បានយើងក៏បានឃើញថា banner ដែលយើងបានផ្សព្វផ្សាយទៅនៅតាមសាលាឬសហគមន៍គឺគាត់បានបិទផ្សព្វផ្សាយនៅតាមក្នុងសហគមន៍របស់គាត់ផងដែរហើយយើងក៏បានឃើញថាបុគ្គលិកនៃគម្រោងនីមួយៗគាត់បានបន្តពីមានវគ្គបណ្ដុះបណ្ដាលជាមួយនឹងខ្ញុំហើយគឺគាត់បានយកទៅផ្សព្វផ្សាយបន្តទៅដល់អាណាព្យាបាលទៅដល់ប្រជាពលរដ្ឋឬក៏អាជ្ញាធរនៅក្នុងសហគមន៍ដែលគម្រោងនីមួយៗបានចោះធ្វើការជាមួយនឹងពាក់ព័ន្ធហើយយើងក៏បានឃើញថាប្រជាពលរដ្ឋគាត់ដឹងច្បាស់នៃនីតិវិធីក្នុងការរាយការណ៍នៃករណីរំលោភបំពានផ្សេងៗទៅដល់អាជ្ញាធរភូមិឃុំដែលនៅជិតគាត់